បាទអញ្ចឹងនេះគឺជារថយន្តបាទ model Lexus LX 600 S Sport ឆ្នាំ2022ចឹងថ្ងៃនេះបាទគឺយើងនឹងមកមើលពីសកម្មភាពបាទតកតងទៅនឹងការបើកទូរបស់រថយន្តមួយគ្រឿងទៀតហើយដែលទើបតែធ្វើការបាទដឹកជញ្ជូនមកដល់បាទផែនៅប្រទេសកម្ពុជារបស់យើងបាទដូច្នេះបាទចង់ដឹងថាសភាពរថយន្តបាទមានបាទសភាពបែបម៉េចដែលទើបតែបើកចេញពីទូភ្លាមបាទមកពីអាមេរិកផ្ទាល់ហ្នឹងនៅមានសភាពស្អាតឬក៏ថ្មីបែបម៉េចមកអញ្ជើញទៅតាមដានបាទវីដេអូបន្តនៅក្នុងបាទคลิปមួយនេះទាំងអស់គ្នាបាទអញ្ចឹងនេះគឺជាវីដេអូដែលយើងបានថតជាក់ស្ដែងតែម្ដងបាទនៅពេលដែលបើកទូណាបាទអញ្ចឹងគឺនៅមានសភាពស្អាតបាទហើយថ្មីមែនទែនបាទសម្រាប់រថយន្តមួយគ្រឿងនេះអញ្ចឹងបាទខ្លះពីរថយន្តបាទប្រភេទ LX បាទ600 S Sport ឆ្នាំ2022ខាងលើនេះបាទគឺបំពាក់មកជាមួយនឹងម៉ាស៊ីន V6 បាទចំណុះ 3.5 លីត្របំពាក់ដោយ Turbo Plus ដែលអាចផ្ដល់កម្លាំងសេះរហូតដល់409 horsepower និងកម្លាំងរមួល479 pound feet ភ្ជាប់ជាមួយនឹងប្រអប់លេខ automatic 10 វគ្គ direct 6 door saloon បើយើងក៏លេចមើលផ្នែកខាងមុខនៃរថយន្តមួយគ្រឿងនេះវិញបាទគឺមាន Pana Grill សំណាញ់បែប F Sport ពិសេសជាមួយនឹងស៊ុមពណ៌ខ្មៅដែលបង្ហាញអំពីភាពអង់អាចជាមួយគ្នានេះវាក៏បំពាក់មកជាមួយនឹងទំហំយ៉ាង22អ៊ីងពណ៌ប្រផេះហើយនឹងជាមួយនឹង logo F Sport នៅផ្នែកចំហៀងចំណែកផ្នែកខាងក្រោយបាទគឺវាបានបដូរពី logo មកប្រើជាបាទអក្សរលុចស៊ីសនៅផ្នែកខាងក្រោយនៃរថយន្តតែម្ដងអញ្ចឹងចំណុចបន្ទាប់បាទយើងទៅមើលពីផ្នែកខាងក្នុងនៃរថយន្តមួយគ្រឿងនេះវិញម្ដងបាទថាតើមានលក្ខណៈបាទនឹងការ update ពិសេសអ្វីខ្លះបាទតោះអញ្ជើញទៅតាមដានជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងបាទបើយើងមើលពីបាទ cabin ផ្នែកខាងក្នុងរថយន្តបាទរបស់យើងនេះវិញបាទគឺលោកអ្នកនឹងទទួលបាននៅបទពិសោធន៍នៃភាពប្រណិតនិងការរចនាបាទផ្ដោតទៅលើអ្នកបើកបរជាគោលបាទដែលបំពាក់មកជាមួយនឹងកៅអី F Sport ដែលស្រោបទៅដោយស្បែកបាទ semi aluline ដ៏ប្រណិតតែម្ដងបាទអេក្រង់បាទបែប digital មកគូបាទក៏ដូចជាផ្នែកខាងក្រោយរបស់យើងបាទគឺមានបាទ highlight ជាមួយនឹងពណ៌ខ្មៅលាយជាមួយនឹងពណ៌ cherry ផងដែរបាទដែលនេះគឺជាលក្ខណៈសំខាន់នៅផ្នែកខាងក្នុងរបស់កៅអីបាទប្រភេទ F Sport របស់យើងចំពោះប្រព័ន្ធសំឡេងផ្នែកខាងក្នុងនៃរថយន្តបាទ Lexus បានប្រើប្រាស់បាទ speaker ប្រភេទ Mark Levinson ដែលផ្ដល់បទពិសោធន៍ក្នុងការបាទស្ដាប់តន្ត្រីនៅពេលបើកបរនឹងយ៉ាងពិរោះរណ្ដំផងដែរដូច្នេះបាទសម្រាប់អតិថិជនដែលចាប់អារម្មណ៍ចង់ធ្វើការកម្មង់រថយន្តខាងលើនេះបាទពីសហរដ្ឋអាមេរិកលោកអ្នកបាទអាចធ្វើការទំនាក់ទំនងមកបាទក្រុមការងាររបស់យើងដើម្បីសាកសួរព័ត៌មានលម្អិតបន្ថែមពីប្រភេទរថយន្តខាងលើនេះបានបាទតាមរយៈបាទការឆាតចូលមកកាន់ page ឬក៏ការ call បាទតាមរយៈលេខទូរស័ព្ទដែលមាននៅខាងលើ caption ហ្នឹងតែម្ដងអូខេបាទអញ្ចឹងយើងនឹងជួបគ្នានៅក្នុងបាទវីដេអូនៃការបើកទូរថយន្តក្រោយៗទៀតបាទសូមអរគុណ